រឿងបរោះពីរនាក់តាមខ្ញុំរត់មាននិទានមួយដំណាលថាមានបរោះពីរនាក់ម្នាក់តាមខ្ញុំរត់ម្នាក់តាមគោរត់ទៅប្រទះគ្នានៅលើស្ពានមួយបរោះម្នាក់ក៏បាននិយាយឡើងថាណែឯងត្រូវជិះចេញអញតាមខ្ញុំរត់ទេឯងទេដែលត្រូវជិះចេញពីអញនោះអញតាមគោដែលរត់បាត់បរោះទាំងពីរនាក់ពុំជិះគ្នាឡើយពួកគេឆ្លោះគ្នារហូតទៅប្តឹងដល់ចៅក្រមចៅក្រមពុំអាចជំរុំជម្រះក្តីនេះបានឡើយក៏បណ្ដេញចៅទាំងពីរនាក់ថាអើយណែឯងជាម្ចាស់ខ្ញុំរត់ត្រូវទៅតាមខ្ញុំរត់ទៅឯម្ចាស់គោរត់នោះត្រូវទៅតាមគោរត់ទៅអីក៏ពិបាកយ៉ាងនេះចៅទាំងពីរនាក់នោះពុំសឹកចិត្តឡើយទើបចៅក្រមនាំឡើងទៅក្រាបថ្វាយបង្គំព្រះមហាក្សត្រពេលនោះទើបព្រះមហាក្សត្រមានព្រះបន្ទូលសួរថាហេតុអ្វីបានជាប្រស្អែងទាំងពីរនាក់នេះកើតក្តីនឹងគ្នាចៅម្នាក់ក្រាបបង្គំទូលថាសូមទ្រង់ព្រះមេត្តាប្រោសខ្ញុំប្របាទអង្គម្ចាស់តាមខ្ញុំរត់ចៅម្នាក់ទៀតក្រាបបង្គំទូលថាសូមទ្រង់ព្រះមេត្តាប្រោសខ្ញុំប្របាទអង្គម្ចាស់តាមគោរត់ព្រះមហាក្សត្រទ្រង់ក៏បានសួរបន្តទៀតថាហើយចោះកាលគោប្រស្ដែងរត់នេះវាសួរលើស្ពានឬក៏វាហែលទឹកដែរបរោះនោះក្រាបបង្គំទូលថាករណាព្រះបាទអង្គម្ចាស់គោរបស់ខ្ញុំគឺហែលទឹកចុះប្រស្ដែងឯណេះតើវាដើរលើស្ពានឬក៏វាហែលទឹកករណាព្រះអង្គខ្ញុំរបស់ខ្ញុំព្រះបាទអង្គម្ចាស់នេះគឺវាសួរដើរលើស្ពានទៅព្រះមហាក្សត្រទ្រង់ស្ដាប់ហើយទ្រង់ត្រាស់រះពិចារណាបន្តិចទើបទ្រង់ត្រាស់បង្គាប់ឲ្យចៅតាមគោនោះសងខ្ញុំគេត្បិតខ្ញុំរត់នោះដើរសួរលើស្ពានទៅឯគោរត់នោះវាសួរលើស្ពានពុំបានឡើយចៅទាំងពីរនាក់នោះបានលើដូច្នោះចូលចិត្តហើយក្រាបថ្វាយបង្គំលានាំគ្នាទៅទីលំនៅទីតីពីគ្នាទៅ